បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាចឹងថ្ងៃនេះដែរលោកគ្រូបានលើកយកតេតទៅនឹងការដកហើយនឹងគុណសញ្ញាដកបូកគុណសញ្ញាបាទអញ្ចឹងជាកលឹះសំខាន់ដែរសម្រាប់គណិតវិទ្យាអញ្ចឹងតេតទៅនឹងមានសញ្ញាមុខកញ្ចក់គឺមានន័យថាគុណអញ្ចឹងហើយមុខសញ្ញាមុខកញ្ចក់នេះអត់មានលេខបានន័យថាមានលេខ1នៅពីមុខហ្នឹងអញ្ចឹងដកគុណនឹងដកគឺស្មើនឹងបូកអញ្ចឹង5 + 3 ស្មើនឹង8បាទមួយនេះដូចគ្នាដែរអញ្ចឹងមានមុខកញ្ចក់ក៏យើងយកសញ្ញាគុណសញ្ញាសិនដកគុណដកគឺស្មើបូកដែរអញ្ចឹងដក5 + 3ដក5 + 3គឺយើងយកតាមសញ្ញាធំគឺនៅសល់ដក2បាទដក5ដក3អញ្ចឹងសញ្ញាវិជ្ជមានដូចគ្នានេះគឺបងប្អូនកុំច្រឡំជាមួយនឹងសញ្ញាគុណតើមានមុខកញ្ចក់បានជាសញ្ញាគុណអញ្ចឹងគឺដក5ដក3គឺដក8បាទមួយនេះដក5 + 3អញ្ចឹងគឺឧទាហរណ៍ដូចជាបងប្អូនមានលុយ300អញ្ចឹងទៅហើយយើងជំពាក់គេសញ្ញាដកដូចជំពាក់គេអញ្ចឹងយើងជំពាក់គេដល់5អញ្ចឹងគឺយើងសងគេគ្រប់ទេគឺសល់ដក2បាទគឺមានវងកញ្ចក់គឺយើងគុណសញ្ញាសញ្ញាសិនដកគុណបូកគុណដកគឺដក5ដក3គឺដក8បាទនេះគឺរូបមន្តនៃការគុណសញ្ញាបាទសូមអរគុណច្រើនបងប្អូនអរគ្នា